បងប្អូនណាខ្លះដូចនាងខ្ញុំអង្គុយសុកឃ្លានឆាមីសួរថ្ងៃនេះនាងខ្ញុំទៅផ្សារជីបម៉ងបងប្អូនណាចាគឺឃើញមីសួរពណ៌ខ្មៅមួយគាត់នៅសៃយើងធំមីសួរដូចរបស់ជប៉ុនណាបងប្អូនចាហើយនេះក៏លើកទី1របស់នាងខ្ញុំដែរដែលឆាមីសួររបស់ជប៉ុនហៀងទៅសៃធំបែបហ្នឹងនាងខ្ញុំបានស្រោះទឹកក្តៅទុកមួយអន្លែករួចហើយមកធ្វើបន្លែសម្រាប់បន្លែរៀងថ្មីចេះបន្តិចណាបងប្អូនចានាងខ្ញុំចូលចិត្តជាមួយនឹងម្ទេសផ្លោកចាម្ទេសក្រហមម្ទេសលឿងយើងហ្នឹងចាផ្លោកធំហ្នឹងយើងហាន់ជាចំណិតស្ដើងមកមានម្ទេសផ្លោកមានជាមួយនឹងផ្សិតត្រចៀកកដោនិងផ្សិតក្អូបបន្ថែមជាមួយនឹងខ្ទឹមសន្លឹកបងប្អូនចាគល់នេះខ្ញុំហាន់ល្អិតហើយសម្រាប់ស្លឹកគឺហាន់កង់វែងហើយមួយវិញទៀតគឺនេះខ្ញុំក៏អត់ភ្លេចកញ្ឆាយដែរចាឲ្យតែថាឆាមីសួរគឺកញ្ឆាយនេះជាប្រចាំហើយសម្រាប់ផ្សិតត្រចៀកកដោយើងហាន់ជាចំណិតចឹងមកផ្សិតត្រចៀកកដោគឺមិនត្រឹមតែខ្ញុំចូលចិត្តទេគឺកូនខ្ញុំចាលោកប្តីខ្ញុំអីចូលចិត្តណាបន្ថែមជាមួយនឹងផ្សិតក្អូបមួយមុខទៀតណាបងប្អូនចាណៃយឺហឺយើងហាន់ជាបន្ទះស្ដើងចឹងមកទុកឆាលាយជាមួយឥឡូវផ្ទះយើងបានក្តៅហើយយើងដាក់ប្រេងឆាចូលលីងជាមួយនឹងខ្ទឹមសដែលច្រាំហើយហើយខ្ទឹមមួយចំណែកទៀតហ្នឹងបកហើយហ្នឹងក៏នេះខ្ញុំដាក់ចូលជាមួយខ្ទឹមសហ្នឹងដែរលីងរហូតតតែឈ្ងុយបងប្អូនថែមជាមួយនឹងទឹកស៊ីអ៊ីវខាប់ទឹកស៊ីអ៊ីវធម្មតាប្រេងខ្យងរួចឆាត្រឡប់ឲ្យឡើងឈ្ងុយបងប្អូនណាចាចាំដាក់យឺហឺហេប៊ីយើងហ្នឹងឆាត្រឡប់ម្ដងទៀតឆាពី3ត្រឡប់ចាំបន្ថែមជាមួយនឹងសាច់ជ្រូកចិញ្ច្រាំរបស់យើងបងប្អូនឆាត្រឡប់រហូតដល់សាច់ជ្រូកយើងចេញប្រេងមកល្អមានន័យថាយើងឆ្អិនល្អបងប្អូនបន្ថែមជាមួយនឹងប៊ីចេងស្ករត្នោតមួយស្លាបព្រាបាយនិងម្សៅស៊ុបបន្តិចបងប្អូនចារួចហើយឆាឲ្យចូលជាតិបងប្អូនភ្លក់តាមការគួរបន្តិចទៅចាំបងប្អូនដាក់បន្លែរឹងចូលនេះខ្ញុំដាក់ជាមួយនឹងផ្សិតក្អូបនិងផ្សិតត្រចៀកកដោមុនណាបងប្អូនចាព្រោះពីមុខហ្នឹងរៀងរឹងជាងគេចាចង់បងប្អូនត្រឡប់ឆាចូលគ្នាឲ្យឈ្ងុយឲ្យឆ្អិនផ្សិតហ្នឹងទៅបងប្អូនណាចាបងប្អូនវគ្គហ្នឹងគឺវគ្គនាងខ្ញុំស្រវទឹកមាត់ចាគឺឃ្លានខ្លាំងបងប្អូនចាមិនដឹងថាបងប្អូនណាខ្លះចូលចិត្តមីឆាមីសួរដូចខ្ញុំទេឥឡូវផ្សិតយើងបានឆ្អិនហើយយើងបន្ថែមជាមួយនឹងកញ្ឆាយចាម្ទេសផ្លោកទុកស្លឹកខ្ទឹមវែងនេះទុកចុងក្រោយគេបងប្អូនចាហើយបងប្អូនធ្វើការត្រឡប់ត្រឹមតែ1ត្រឡប់2ត្រឡប់បានហើយបងប្អូនណាមិនតាន់ឲ្យឆ្អិនពេកទេចាហើយយើងក៏ដាក់ជាមួយនឹងមីសួរចាបញ្ជាក់ទៀតបងប្អូនមីសួរនេះខ្ញុំអត់ដឹងថាជប៉ុនឬក៏កូរ៉េអសខ្ញុំអត់សូវចេះមើលដែរបងប្អូនចាអញ្ចឹងយើងច្របល់មីសួរឲ្យសព្វសាច់ជាមួយនឹងបន្លែនិងសាច់របស់យើងបងប្អូនចាដើម្បីឲ្យវាចូលជាតិចូលទៅក្នុងសាច់មីសួរជាចុងក្រោយយើងបន្ថែមជាមួយនឹងខ្ទឹមចាខ្ទឹមសន្លឹកហើយនិងគល់ខ្ទឹមដែលយើងហាន់ល្អិតហ្នឹងមកពិសេសកុំភ្លេចបងប្អូនគឺម្រេចបងប្អូនណាចាបន្ថែមរសជាតិឲ្យមីឆាមីសួររបស់យើងកាន់តែឆ្ងាញ់មីសួរយើងទុនល្អណាស់បងប្អូនអើយចាតសៃធំហ្នឹងគឺខ្ញុំញ៉ាំលើកទី1ដែរបងប្អូនឆ្ងាញ់របស់គេបងប្អូនអាចសាកធ្វើបានណាចាមីសួរយើងបានរួចរាល់ហើយបងប្អូនអញ្ជើញពិសាជាមួយនឹងខ្ញុំមុននឹងពិសាក៏នាងខ្ញុំមិនភ្លេចជាមួយនឹងវីតាមីន CSM ដើម្បីការពារធាត់និងសម្រកគីឡូបងប្អូនទាំងអស់គ្នាមុននឹងបងប្អូនឆាមីសួរបងប្អូនត្រាំទឹកឬក៏ស្ងោរឬក៏ស្រុះបងប្អូនកុំភ្លេចដាក់ប្រេងឆាបន្តិចដើម្បីកុំឲ្យសាច់មីសួរហ្នឹងស្អិតទោះបីមីសួរហ្នឹងស្ថិតនៅក្នុងមីសួរប្រភេទណាក៏ដោយបើយើងដាក់ត្រាំជាមួយនឹងប្រេងឆាវាធ្វើឲ្យសាច់មីសួរហ្នឹងវាអត់ជាប់គ្នាទេដុំទេបងប្អូនណាចាហើយរសជាតិហ្នឹងឆ្ងាញ់ខ្លាំងណាស់បងប្អូនអូយបងប្អូនតានេធ្វើឲ្យកូនញ៉ាំអ្នកផ្ទះខ្ញុំមក10នាក់ទាំង10នាក់គឺចូលចិត្តខ្លាំងណាស់ឆាមីសួរផ្សិតត្រចៀកកដោហ្នឹងជ្រឹបអូយវាឈ្ងុយជាមួយនឹងទឹកស៊ីអ៊ីវខាប់ទឹកស៊ីអ៊ីវធម្មតាហ្នឹងនិយាយទៅជាតិតែម្ដងចាអត់ញ៉ាំបាយទេថ្ងៃនេះសុំមីសួរសុទ្ធហើយបងប្អូនឆ្ងាញ់ខ្លាំងណាស់វីដេអូនេះខ្ញុំក៏ត្រូវបានបញ្ចប់អរគុណបងប្អូនដែលទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនសុខភាពល្អរកទទួលទានមានបានបាយបាយជម្រាបលាជួបគ្នា